មុនណាអូខេឥឡូវនេះយើងដល់ដំណាក់កាលមួយអាចបង្កើត clipping mask ទៅ layer យើងបានណាអូខេនេះណាអូខេបើសិនបើខ្ញុំមានបន្ទាប់ layer ទាំងអស់ហ្នឹងណាអូខេហើយនេះគឺជាប្រភេទ sunrise អូខេហើយនេះគឺជាប្រភេទ color ផ្ទាំង mix color ទាំងមូលណាអូខេចឹងបើសិនមកខ្ញុំចង់បង្កើត clipping mask ទៅលើ color ដែល set ឲ្យ sunrise នេះណាអូខេចឹងខ្ញុំអាចបើក color ហ្នឹងមកខ្ញុំអាចមកស្ដាមណាអូខេយក create clipping mask ណាចំពោះយើង right click ទៅលើ layer របស់យើងពេលនោះវាឲ្យលក្ខណៈ clipping mask ណាអូខេតោះចឹងលក្ខណៈហ្នឹងហើយគឺជាការបង្កើតclipping mask នៅក្នុង layer ហើយនេះគឺជា color របស់យើងដែលខ្ញុំដែលយើងបានឃើញមិញនេះណាអូខេចឹងវាអាចបង្កើត clipping mask ទៅលើ title របស់យើងនេះណាអូខេចឹងអាហ្នឹងគឺជាការបង្កើត clipping mask ណាអូខេហើយបើសិនបើយើងចង់ដោះវាវិញពេលនោះយើងអាចមកស្ដាំមកយកពាក្យថា release clipping mask អូខេតោះពេលនោះវាដោះទៅលើ clipping mask ណាអូខេឧទាហរណ៍ថាឥឡូវនេះខ្ញុំអាចនេះខ្ញុំមាន set មួយណាអូខេ set លក្ខណៈ polygon នេះមួយណាអូខេset rectangle នេះមួយណាអូខេចឹងខ្ញុំអាចคลิกទៅលើ sunrise អូវាឡើងលើណាអូខេពេលនេះខ្ញុំអាចប្រើ shortcut key ដើម្បីបង្កើត clipping mask ក៏បានណាមិញនេះយើងអាចមកស្ដាំយកពាក្យថា create clipping mask ណាអូខេមួយទៀតយើងអាចប្រើ shortcut key គឺ A control G ណាអូខេពេលនេះវាបង្កើត clipping mask ដែរណាអូខេតោះនេះចំពោះវាសក់ចូលទៅ shape ណាអូខេអញ្ចឹងយើងអាចធ្វើលក្ខណៈអញ្ចឹងមកណាអូខេតោះនេះដើម្បីដោះវិញយើងអាចចុចA control បូក G ពេលនោះវាដោះណាអូខេមួយទៀតយើងអាចបង្កើត clipping mask យើងអាច select layer ណាអូខេហើយយើងអាចយក create clipping mask នៅត្រង់ចំណុចនេះណាអូខេតោះពេលនោះវាបង្កើត clipping mask ដែរណាអូខេចឹងចំពោះ stop ផ្សេងយើងអាចបង្កើតជាលក្ខណៈ clipping mask ហើយក៏យើងអាចដោះវាដែរណាអូខេចឹងការងារ stop layer គឺមានលក្ខណៈអញ្ចឹងដើម្បីអាចធ្វើឲ្យយើងណាមួយទៀតយើងអាចឧទាហរណ៍ថាឥឡូវខ្ញុំចង់ copy layer ហ្នឹងខ្ញុំចង់ duplicate ទៅ sunrise ណាអូខេអញ្ចឹង duplicate គឺខ្ញុំអាចមកស្ដាំលើវាយកពាក្យ duplicate ពេលនោះវាចេញ sunrise super copy ហើយអូខេពេលនោះវាបង្កើតជាការ duplicate sunrise របស់ខ្ញុំនេះខ្ញុំអាចអូវាចុះមកក្រោមណាអូខេពេលនេះយើងមើលដឹងហ៎ក៏ពោះ clipping mask ឥឡូវខ្ញុំចាប់ដើម set style effect ឲ្យវាណាអូខេខ្ញុំចុចទៅលើ effect នេះយកដាក់ top shadow ណាអូខេពេលនោះវាចាប់ដើមបង្ហាញលក្ខណៈ top shadow នេះដែលយើងបានឃើញនេះណាអូខេជាវាលេងចេញលក្ខណៈអញ្ចឹងណាអូខេឃើញទេយើងអាចដាក់ drop shadow លក្ខណៈទៅ style លក្ខណៈអញ្ចឹងក៏បានណាអូខេនេះក៏ដាក់ stroke ណាអូខេតោះនេះដែលមានលក្ខណៈពណ៌ណាមួយណាអូខេនេះយើងក្លែកមើលមើលនេះគឺជាលក្ខណៈការបង្កើតជាលក្ខណៈ style អញ្ចឹងមកណាអូខេជាមួយនឹងការបង្កើត clipping mask ជាមួយនឹងការ set style effect ណាទៅលើ layer របស់យើងតោះនេះអញ្ចឹងការប្រើប្រាស់លក្ខណៈអញ្ចឹងយើងអាចបង្កើតជាលក្ខណៈ clipping mask ដើម្បីបង្កើតទៅលើជាន់ទៅលើ shape នេះណាអូខេតោះហើយចំពោះ
អក្សរតែតងថៃក៏យើងអាចបង្កើត create hình mask បានដែរណាយើងអាចមកស្ដាំឬក៏អាចចុចA Ctrl G មកពេលនោះវាចេញឲ្យណាអូខេតោះមកយើងចង់ដាក់តបសាច់ដូរពីកន្លែងនេះយើងអាចចុចឲ្យជាប់คลิกទៅលើវាមកអូវាទៅដាក់ពេលនោះវាឲ្យលក្ខណៈមួយអញ្ចឹងណាអូខេតោះណាហើយយើងអាចកែប្រែទៅលើតបសាច់ដូរវាដែរណាអូខេនេះតោះណានេះពេលនោះវាចេញលក្ខណៈអញ្ចឹងឬមួយក៏ឥឡូវខ្ញុំចុចទៅលើ orange អាចចុច delete ទៅវានឹងលុបlayer ហ្នឹងណាអូខេហើយខ្ញុំចុចកន្លែងនេះខ្ញុំដោះឬក៏ខ្ញុំចង់ delete effect ហ្នឹងខ្ញុំចុចជីកវា click លើវាហើយអូសចូលទៅលើធុងចម្រាមនេះទៅពេលនោះវាលុបបាត់ណាអូខេតោះឬមួយក៏ខ្ញុំចង់ដាក់លើលក្ខណៈថាយហ្នឹងខ្ញុំអាចអូសវាឡើងលើមកណាអូខេហើយខ្ញុំអាចបង្កើត clip មកខ្ញុំចុច Ctrl A G ពេលនោះវាចេញលក្ខណៈមួយចេះណាអូខេឥឡូវខ្ញុំបិទអានេះណា